แต่ពួកគាត់លឺសលេងមានមនុស្សយកក្បាលទៅបោកនឹងជាងនឹងតែម្ដងអ្នកទាំងអស់គ្នាធ្លាប់តែលឺរឿងខ្មោចពាក់ព័ន្ធជាមួយនឹងខ្មោចនៅតាមភូមិនៅតាមស្រុកក៏ដូចជាផ្ទះដែលគេបោះបង់ចោលចុះបើសិនជាមានវិញ្ញាណនៅក្នុងផ្ទះយើងវិញតើអ្នកទាំងគ្នានឹងធ្វើបែបណាចំពោះប្រធានបទថ្ងៃនេះគឺខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងជំនាញផ្ទះឬក៏អ្នកដែលគាត់ថែរក្សាផ្ទះយើងប្រសិនបើយើងមិនគោរពនឹងប្រណិប័តតាមអ្វីដែលយើងមានទំនៀមទម្លាប់តាំងពីដើមទេតើយើងនឹងជួបរឿងអ្វីខ្លះអញ្ចឹងឯនឹងដែរគឺខ្ញុំមានសាច់រឿងមួយដែលតាក់ទងជាមួយនឹងប្រិយមិត្តរបស់យើងម្នាក់ដែលគាត់មានឈ្មោះថាបងសិតអញ្ចឹងបងសិតគាត់បានជួបហេតុការណ៍មួយនេះតាំងពី5ឆ្នាំមុនមកម្លេះដោយសារតែគាត់បានជួលផ្ទះមួយកន្លែងហើយផ្ទះនោះគាត់មិនបានគោរពប្រណិប័តជាមួយនឹងការសែនចម្រៀងផ្ទះនិងរៀបចំទេរឿងដែលមិននឹកស្មានមួយទៀតនឹងគឺគាត់នៅជាមួយនឹងពួកម៉ាក់គាត់2នាក់ទៀតអញ្ចឹងគឺពួកម៉ាក់គាត់ម្នាក់ទៀតនឹងគឺបានប្រមាថជាពិសេសនឹងគឺមិនបានគោរពទៅកាន់ចម្រៀងផ្ទះទេអញ្ចឹងទើបធ្វើឲ្យគាត់ជួបរឿងចម្លែកនិងជួបរឿងខ្មោចសាហាវខ្លាំងមែនទែនអញ្ចឹងរឿងរ៉ាវដំបូងហ្នឹងគឺបងសិតគាត់បានជួលផ្ទះល្វែងជាមួយនឹងពួកម៉ាក់គាត់ប្រុស2នាក់មិត្តភក្តិគាត់ទី1មានឈ្មោះថាតារាពួកម៉ាក់គាត់ទី2មានឈ្មោះថាម៉ៅអញ្ចឹងគាត់បានជួលផ្ទះហ្នឹងនៅក្នុងជាយក្រុងភ្នំពេញដើម្បីធ្វើការបន្តការសិក្សានៅក្នុងវិទ្យាល័យធម្មតានៅពេលដែលយើងជួលផ្ទះល្វែងហើយយើងជួលគ្នា3នាក់អញ្ចឹងចំពោះលុយដែលជួលផ្ទះក៏ដូចជាថ្លៃទឹកថ្លៃភ្លើងហ្នឹងគឺកាន់តែថោកដោយសារតែមិនថាថ្លៃទឹកថ្លៃភ្លើងថ្លៃផ្ទះឬក៏របស់ហូបចុកគឺយើងចែកជា3ទាំងអស់អញ្ចឹងធ្វើឲ្យពួកគាត់មានការងាយស្រួលចំពោះការជួលផ្ទះជាមួយនឹងគ្នាបែបហ្នឹងអញ្ចឹងគាត់ជួលផ្ទះល្វែងហ្នឹងខ្ញុំសូមនិយាយអំពីសភាពផ្ទះហ្នឹងតិចអញ្ចឹងផ្ទះល្វែងហ្នឹងគឺមាន2ជាន់ហើយផ្ទះហ្នឹងគឺមានចំនួន3បន្ទប់ទឹកមានតែមួយប៉ុណ្ណោះហើយអ្វីដែលសំខាន់ហ្នឹងផ្ទះហ្នឹងគឺមានតម្លៃធូរថ្លៃខ្លាំងមែនតើគួរឲ្យសង្ស័យហ្មងក៏ប៉ុន្តែដោយសារតែពួកគាត់មានជីវភាពមិនសូវធូរធារជានិស្សិតដែលបន្តការសិក្សាផងអញ្ចឹងក៏សម្រេចចិត្តជួលផ្ទះហ្នឹងអញ្ចឹងថ្ងៃទី1នៅពេលដែលចូលទៅនៅពួកម៉ាក់គាត់ទាំង3បានរៀបចំអវ៉ាយអវ៉ាន់រៀងខ្លួនមានសភៅមានក្អាវមានកតាបឆ្នាំងចានរបស់របរដែលយើងប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងណាអញ្ចឹងនៅពេលដែលចូលទៅហ្នឹងពួកគាត់ស្រាប់តែក៏លេចឃើញនៅមានធ្នើហ្នឹងគឺជាប្រភេទធ្នើលោកតាអ្នកទាំងគ្នាដែលយើងអាចសន្មតបានថាវាជាធ្នើជំនាញផ្ទះក៏ប៉ុន្តែផ្ទះល្វែងហ្នឹងគឺអត់ដាក់នៅក្នុងផ្ទះទេគឺដាក់នៅក្រៅផ្ទះចំហៀងផ្ទះពេលដែលគាត់មកជួលដំបូងហ្នឹងពួកគាត់បានចាប់អារម្មណ៍ទេដោយសារតែធ្នើលោកតាហ្នឹងគឺជាធ្នើមួយដែលគេមិនបោះសម្អាតណាដូចថាមនុស្សយើងអ្នកទាំងគ្នានៅពេលដែលយើងមានលោកតាមានអីអញ្ចឹងយើងតែងតែសែនមានអីអញ្ចឹងណាប៉ុន្តែម្ចាស់ផ្ទះហ្នឹងគាត់បែរជាអត់មានណាគេសែនទេធ្នើហ្នឹងគឺទុកឡើងសិតតែផេះសិតតែដីអ្វីដែលសំខាន់ហ្នឹងគឺមានជាមួយនឹងកែវទឹកដែលសល់អ្នកទាំងគ្នាដូចថាយើងសែនទឹកយូរទៅទឹកហ្នឹងគឺមានសត្វចូលមានអីចឹងទៅចឹងបន្ទាប់ពីពួកគាត់ទាំង3នាក់ហ្នឹងឃើញជាមួយនឹងជំនាញផ្ទះដ៏ចាស់បែបហ្នឹងតើពួកគាត់នឹងបោះសម្អាតអត់គឺខ្ញុំសូមឆ្លើយថាគឺពួកគាត់មិនបានបោះសម្អាតនិងរៀបចំទេផ្ទុយទៅវិញគឺពួកម៉ាក់គាត់នឹងមិនមានបងសិតអ្នកចែកម្លែកបងតារាជាមួយនឹងប្រុសម៉ៅចឹងបងសិតជាមួយនឹងបងម៉ៅហ្នឹងគឺគាត់ចង់សែនព្រេងដូចថាចង់រៀបចំជំនាញផ្ទះនឹងឡើងវិញដើម្បីបានសេចក្តីសុខដោយសារតែគាត់ទើបតែរើមកនៅថ្ងៃទី1អញ្ចឹងណាក៏ប៉ុន្តែម្នាក់ក្នុងចំណោម3នាក់ហ្នឹងគឺតារាបាននិយាយថាពួកហែងក៏ចាស់កំរិលម៉េះយើងមកជួលផ្ទះគេទេមិនមែនជាផ្ទះរបស់យើងទេអញ្ចឹងបើសិនជាឃើញអញ្ចឹងអីគុំទៅខ្វាយខ្វល់ហើយកុំជឿងប់ងល់ជាមួយនឹងអបិយជំនឿជ្រុលពេកអញ្ចឹងទៅតារាហ្នឹងគ្រាន់តែនិយាយអញ្ចឹងក៏បានយកថង់ខ្មៅហើយយកជាមួយនឹងជំនាញផ្ទះក៏ដូចជាកែវទឹកដែលគេសែនយូរឆ្នាំហ្នឹងយកទៅបោះចោលគឺប្រហើនខ្លាំងមែនតែនអញ្ចឹងដោយសារតែបងសិតនិងបងម៉ៅឃើញបងតារាធ្វើបែបហ្នឹងពួកគាត់អត់ដឹងនិយាយថាម៉េចក៏បណ្ដោយឲ្យបងតារាធ្វើទៅពេលចំទៅបងតារាមិនធំតែអត់គោរពគេណាគឺប្រហើនខ្លាំងមែនតែនគឺហ៊ានបោះបង់របស់របរដែលគេធ្លាប់សែនពីមុនមកហ្នឹងគឺបោះចោលឡើងខ្ទេចមកអ្នកទាំងគ្នាអញ្ចឹងខ្ញុំសូមកាត់មកដល់ពេលយប់ថ្ងៃទី1បន្ទាប់ពីពួកគាត់បានរើអីវ៉ាន់ដែលជាមនុស្សផុសគឺអត់សូវមានច្រើនប្រហែលទេមានតែក្អាវមានឆ្នាំងតិចតួចហ្នឹងគឺរើតែ1ម៉ោងអីហើយអីអញ្ចឹងនៅពេលដែលពួកគាត់បានរើហើយពួកគាត់ក៏បានរៀបចំធ្វើម្ហូបធ្វើអីហើយរៀបចំខ្លួនរៀងខ្លួនអញ្ចឹងទៅអញ្ចឹងខ្ទង់ម៉ោងជាម៉ោង2រំលងអត្រា
ទៀតពួកគាត់អត់ទាន់បានចូលគេងទេអ្នកទាំងគ្នាគឺពួកគាត់ហ្នឹងគឺបានរបៀបថាទៅឡើងទៅគេងនៅបន្ទប់ជាន់ឡៅទឿគឺគេង3នាក់ជុំគ្នាអញ្ចឹងនៅពេលដែលពួកគាត់កំពុងតែគេងនៅបន្ទប់ឡៅទឿជាន់ឡៅទឿនឹងជុំគ្នា3នាក់ហ្នឹងស្រាប់តែគាត់បានលឺសំឡេងអ្វីមួយយ៉ាងដែលវាចម្លែកខ្លាំងមែនទែនគឺដូចជាមានមនុស្សយកកញ្ចក់ដៃទៅកោសនៅជញ្ជាំងប៉ុន្តែមិនមែនជន់គាត់នៅឡើងទឿនទេគឺជន់ក្រោមធម្មតាតែល្វែងយើងធ្វើអីក៏យើងលឺដែរអ្នកទាំងគ្នាមិនថាយើងដើរតាន់តិចហ្នឹងក៏លឺប៉ុងដែរទំនំតែយកកញ្ចក់ដៃទៅកោសនៅជញ្ជាំងទៀតអញ្ចឹងពួកគាត់លឺសំឡេងខ្វាចកញ្ចក់ហ្មងនៅក្រោមផ្ទះហ្នឹងលឺខ្វាចមកស្ទុះសំឡេងហ្នឹងបាត់ក៏ប៉ុន្តែបន្ទាប់ពីសលេងដែលកញ្ចក់ខ្វាច់នៅជាងនឹងបាត់ហើយស្រាប់តែពួកគាត់ឮសលេងមានមនុស្សយកក្បាលទៅបោកនឹងជាងនឹងតែម្ដងគឺយកក្បាលទៅបោកនឹងជាងអ្នកទាំងគ្នាដឹងហើយថាសលេងដែលយកក្បាលទៅបោកនឹងជាងនឹងយកវត្ថុអ្វីមួយយ៉ាងទៅបោកនឹងជាងវាខុសគ្នាចង់ឮសលេងឌុងឮខ្លាំងមែនតើបន្ទាប់ពីបងសិតបងតារានិងប្រុសម៉ៅបានឮសំឡេងបែបនឹងហើយពួកគាត់ក៏បានចុះទៅក្រោមទាំងអស់គ្នាក៏ប៉ុន្តែខ្ញុំសូមរៀបរាប់ពីដំណើរដែលគាត់ចុះគឺបងសិតហ្នឹងគឺគាត់នៅកណ្ដាលគេហើយបងតារាហ្នឹងនៅមុខគេបងដែលគាត់បានយកជំនាញផ្ទះទៅបោះចោលហ្នឹងដោយសារតែគាត់ជាមនុស្សហ៊ានអញ្ចឹងគាត់ថាអើយឪពុកហែងខ្លាចឈរក្រោយអញអញ្ចឹងទៅដូចអញ្ចឹងសិតនឹងប្រុសម៉ៅហ្នឹងឈរនៅក្រោយអញ្ចឹងតារាហ្នឹងគឺគាត់ចុះទៅក្រោមគេរបៀបថាទៅមុនអីចឹងណារបៀបជាជួចុះចដាអញ្ចឹងទៅអញ្ចឹងនៅពេលដែលចុះទៅដល់ក្រោមភ្លាមគ្រាន់តែបើកភ្លើងប៉ុបអ្នកទាំងគ្នាបងតារាហ្នឹងគឺគាត់គៀងហ្មងហើយបងសិតហ្នឹងសួរតារាឯងកាត់អីគេអញ្ចឹងណាអញ្ចឹងបងតារាហ្នឹងក៏បានចង្អុលឲ្យបងសិតឃើញជាមួយនឹងប្រុសម៉ៅគឺបានឃើញនារីម្នាក់រូបរាងតូចស្គមល្អិតខ្លាំងមែនតែនស្បែកឡើងស្លេកគឺបានលុតជង្គង់នៅដីហើយបានយកក្បាលទៅបោកនៅជញ្ជាំងក៏ប៉ុន្តែម្នាក់ស្រីដែលបានបោកនៅជញ្ជាំងហ្នឹងក្បាលគាត់ហ្នឹងគឺរបៀបថាគាត់អត់មានអារម្មណ៍ថាឈឺដូចមនុស្សខឹងរបៀបថាមនុស្សខឹងរឿងអីមួយប៉ុន្តែម្នាក់ស្រីហ្នឹងគឺស្គមល្អិតស្បែកស្លេកខ្លាំងមែនតែនចឹងនៅពេលដែរពួកគាត់ឃើញបែបហ្នឹងហើយគាត់ស្លន់ណាបងម៉ៅគាត់ស្រែកថាអូយស្អីគេហ្នឹងរបៀបថាមនុស្សភ័យស្រាប់តែម្នាក់ស្រីហ្នឹងងាកក្បាលមកប៉ុន្តែមិនមែនងាកធម្មតាទេអ្នកទាំងគ្នាយល់ថាមនុស្សងាកមកហើយវិលក្បាលមកជុំដូចបាល់ហើយវិលមកជុំហើយគឺបានមើលមកគាត់3នាក់ហ្នឹងរបៀបថាភ្នែកគឺអត់មានទេអ្នកទាំងគ្នារបៀបថាអត់មានគ្រាប់ភ្នែកគឺមានតែច្រមុះនឹងមាត់ទេហើយមើលមកគឺសភាពគួរឲ្យខ្លាចខ្លាំងមែនតែនរបៀបថាម្នាក់ស្រីហ្នឹងគឺមើលទៅខឹងសម្បាជាមួយនឹងពួកគាត់ខ្លាំងហ្មងអញ្ចឹងបើសួរខ្ញុំថាបន្ទាប់ពី3នាក់គាត់បានឃើញបែបហ្នឹងហើយពួកគាត់កើតអីអត់អ្នកទាំងអស់គ្នាចាំខ្ញុំរៀបរាប់ប្រាប់បងតារាដែលជាអ្នកដែលគាត់បោះជាមួយនឹងជំនាញផ្ទះហ្នឹងចោលហ្នឹងណាគឺគាត់លេចនោមដាក់ខោហ្មងប៉ុន្តែ2នាក់ទៀតហ្នឹងគឺរបៀបថាស្លន់គឺអត់សូវអីម៉ែនេះប៉ុន្តែបងតារាហ្នឹងគាត់ភ័យខ្លាំងជាងគេដោយសារតែគាត់ធ្វើកំហុសដ៏ធំអញ្ចឹងពួកគាត់3នាក់ហ្នឹងក៏បានសន្មតថាមនុស្សស្រីដែលឲ្យឃើញហ្នឹងគឺជាជំនាញផ្ទះគ្រាន់តែមើលមុខគ្នាគឺដឹងហ្មងក៏ប៉ុន្តែមិនទាន់នឹងបាននិយាយគ្នាផងស្រាប់តែអំពូលភ្លើងដែលនៅក្បែរបងស្រីហ្នឹងគឺដាច់ភពអ្វីដែលសំខាន់អំពូលភ្លើងនឹងដាច់ហើយមិនត្រឹមតែដាច់ទេណាគឺផ្ទុះបែកឡើងខ្ទាតបំបែងពេញផ្ទះហ្មងអ្នកទាំងគ្នាអញ្ចឹងធ្វើឲ្យពួកគាត់នឹងភ័យយំអោបគ្នារម៉ែរអើគឺរបៀបថាយំខ្លាំងមែនតើអ្នកទាំងគ្នាអញ្ចឹងកាត់ចូលមកដល់ពេលព្រឹកហ្នឹងនៅពេលដែលពួកគាត់បានងើបពីគេងងើបពីស្លាប់ហ្នឹងអ្នកទាំងគ្នាពួកគាត់បានឲ្យបងតារាហ្នឹងទៅសុំកម្មាទោសគេអ្នកទាំងគ្នាដោយសារតែវាមិនមែនជារឿងធម្មតាទេយើងឃើញបែបហ្នឹងមានន័យថាគេខឹងសម្បាយើងមិនគោរពគេហើយយើងបោះរបស់របរគេចោលទៀតអញ្ចឹងក៏បានទៅទិញផ្លែឈើរៀបចំហើយក៏បានហៅលោកតាអាចារ្យដើម្បីមកសូត្រពាក់ព័ន្ធជាមួយនឹងសុំកម្មាទោសគេនិងបាននិមន្តព្រះសង្ឃមកដូចគ្នាអញ្ចឹងចំពោះសាច់រឿងរ៉ាវមួយនេះគឺវារន្ធត់ខ្លាំងមែនតើអ្នកទាំងគ្នាហើយក៏ជាសារដាស់តឿនមួយដែរបើសិនជាអ្នកទាំងគ្នាទៅណាមកណាវាជារឿងល្អទេដូចថាយើងឃើញអីមួយអញ្ចឹងយើងគោរពគេទៅបើមិនគោរពទេក៏គុំទៅបំផ្លាញរបស់គេកាលណាយើងបំផ្លាញរបស់គេគឺគេខឹងគេនឹងមករករឿងដូចក្នុងរឿងនឹងអញ្ចឹងអូខេអ្នកទាំងគ្នាអញ្ចឹងនេះគឺជារឿងខ្មោចពិតដែលបងសិតគាត់បានចែកម្លែកមកខ្ញុំអញ្ចឹងបើសិនជាអ្នកទាំងគ្នាចូលចិត្តនៅការសម្រាយនឹងកុំភ្លេចឲ្យបេះដូងវីដេអូ TikTok ផងហើយកុំភ្លេចចុច follow នៅក្នុង account YouTube Top Big Salita ផងអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ